ស្ដីទាំងអស់គ្នាអញ្ចឹងនេះគឺជា current read របស់ខ្ញុំលើកទូរស័ព្ទមកថតហ្មងដោយសារតែខ្ញុំចង់និយាយពីសៀវភៅហ្នឹងតិចអញ្ចឹងសហរិស័យនៅក្នុងដៃខ្ញុំនេះគឺជាសៀវភៅដែលនិពន្ធដោយបង Ami Yada Enemy to Lover នេះខ្ញុំដឹងតែឆ្ងាញ់ហ្មងដោយសារខ្ញុំអានបាន4 chapter ហើយនេះប្រហែលប៉ុណ្ណេះតែដែលខ្ញុំលើកទូរស័ព្ទមកនិយាយហ្នឹងណាខ្ញុំចង់និយាយថាវាខ្ញុំអត់អាចនិយាយបានថាវាល្អអានទេដោយសារខ្ញុំមិនដឹងថាសាច់រឿងគេនឹងបន្តទៅបែបណាតែខ្ញុំនឹងនិយាយចំណាប់អារម្មណ៍ខ្ញុំទៅលើអាបះក្បាលហ្នឹងត្រង់ថាចេះតួប្រុសតួស្រីឈ្លោះគ្នាដូចបើនិយាយពីអគាត់ស្ដាប់ឈ្លោះដូចឆ្កែដូចឆ្មាអញ្ចឹងលក្ខណៈគូផ្សេងដែលខ្ញុំអានសភៅផ្សេងឈ្លោះគ្នាហ្នឹងយើងសម័យដល់ពេលដែលពួកគាត់អាចនឹងត្រូវគ្នាសម័យដល់ថាអូជាមួយឈ្លោះគ្នាអញ្ចឹងដែលគេនៅគោរពគ្នាគេនៅជា gentleman អីអញ្ចឹងទៅរបៀបសុភាពនារីសុភាពបុរសអញ្ចឹងទៅតែខ្ញុំអានពាក្យនេះឆ្លោះគ្នាគឺអត់មានចេញសុភាពនារីសុភាពបុរសទេឆ្លោះយកឈ្នះមែនតើណាដូចយើងស្អប់អាប៉ាក់ហ្នឹងហើយអាប៉ាក់ហ្នឹងវាមកនិយាយជាមួយយើងហ្នឹងគឺនិយាយយកឈ្នះទាំងពាក្យហ្នឹងគឺមិនមែនពាក្យសុភាពបុរសដែលគេនិយាយអញ្ចឹងព្រោះទៅស្អីគេស្អីគេស្អីចេះអីអញ្ចឹងប្រើពាក្យស្អីហ្នឹងយកមកlike វា interesting មែនតើដោយសារខ្ញុំគាត់ថាពេលដែលពងតាអានហ្នឹងណាខ្ញុំហៅកន្លែងតួអង្គគាត់ត្រូវគ្នាឃើញហ្មងរបៀបអូហេតុរបៀបស្អប់គ្នាដល់ថ្នាក់ហ្នឹងណាតើដល់កន្លែងណាបានគេត្រូវគ្នានិយាយត្រូវគ្នាទៅលក្ខណៈថាចេះអូនចង់សើចឆ្លោះគ្នាយកឈ្នះយកចាញ់នៅកន្លែងហ្នឹងចង់ពងស្រក់ស្រឡងគ្នាសិសាឈាមគ្នាអញ្ចឹងទោះផងមានកាពាត់ដៃមើលទៅឆ្ងាយទៅដល់ពេលទោះស្រីមើលតាមលោកដៃទៅច្បាច់ចកាគេហើយដើរទៅបាត់ like អីដែលធ្វើឲ្យខ្ញុំ unexpected ហ្នឹងគឺត្រង់ចេះគូដែលអត់សមនឹងមានភាព interaction close ជាមួយគ្នាដោយសារតែគាត់ឈ្លោះគ្នាឆ្កែឆ្មាអញ្ចឹងណាទៅជាអ្នកនិពន្ធគាត់ថែមអាកាយវិការតួអង្គបន្តិចហ្នឹងទៅវាធ្វើឲ្យរឿងហ្នឹងវាឡើងចុះអញ្ចឹងវាហើយខ្ញុំអានបានតែប៉ុណ្្នឹងឯងខ្ញុំត្រូវចេញទៅក្រៅហើយខ្ញុំអង្គុយនឹកសភៅហ្នឹងហ្មង like just ឥឡូវហ្នឹងគឺខ្ញុំទៅមកពីក្រៅតែខ្ញុំលើកយកមកថតវីដេអូសិនដោយសារខ្ញុំខ្លាចខ្ញុំភ្លេចអីដែលខ្ញុំចង់និយាយខ្ញុំនឹងមកអាប់ដេតពេលដែលខ្ញុំអានតចប់ទៀតអានេះគឺវីដេអូទី2ខ្ញុំអានបាន8 chapter ចង់និយាយថាចេះខ្ញុំអានអាហ្នឹងគឺឡើងកាច់ហ្មងលក្ខណៈ how can មនុស្សដែលឆ្លោះគ្នាស្អប់គ្នាសាហាវសុកនឹងសុកកញ្ញាគ្នាយកមកគាត់ថាសាច់រឿងវានឹងអាចនឹងកលិចកលុកអញ្ចឹងឯងប៉ុន្តែនេះគឺយើងទៀតដឹងថាចង់តិចទៀតនឹងមានរឿងអីកើតឡើងណាតួអង្គឆ្លោះស្អប់គ្នាសុកគេមានតែការត្រូវគ្នាញ៉ាយគ្នាអញ្ចឹងហើយមិន cringe ណាមិន cringe មិនមើលទៅវាភ្លាវណាគឺតួប្រុសហ្នឹងគឺសំដីបានតង្វើគេthấyសំដីគេហ្នឹងសំដីទៅឆ្វេងទង្វើទៅស្ដាំអាលក្ខណៈថាស្ដីឲ្យគេប៉ុន្តែទង្វើហ្នឹងគឺថ្នាក់ថ្នមខ្វះគេអត់បានហ្មង This is the real enemy to lover សភៅហ្មងដោយសារអី Yes អ្នកទាំងអស់គ្នាដូចជា roller coaster ចឹងឡើងចុះឆ្លុះគ្នា flood ដាក់គ្នា the tension ណាអា chemistry តួអង្គហ្នឹងវាញ៉ាំគ្នាសាហាវហ្មងតែខ្ញុំអានបានទំព័រទី8ឯណាឥឡូវពងចូលទី9ហើយតែខ្ញុំពងមានអារម្មណ៍ថាសាច់រឿងវាពងផ្លាស់ប្ដូរប៉ុន្តែ8 chapter ហ្នឹងគឺឆ្ងាញ់ខ្លាំងហ្មងខ្ញុំនិយាយមែន like I love ខ្ញុំខានអានសភៅអាខ្ញុំច្រើនប្រកាច់ប្រកាន់ច្រើនទៅយូរហើយ and yes finally this one តែចាំមើលថា ending មិនដែរតែខ្ញុំ search តាម hashtag សភៅហ្នឹងទៅខ្ញុំមានអារម្មណ៍ថាវារៀងអត់សូវស្រួលដែរប៉ុន្តែ yes go with the flow យើងដល់កន្លែងសើចយើងសើចសិនទៅបើសិនបើអ្នកទាំងអស់គ្នាមើលវីដេអូនោះដល់ចប់នេះគឺជាវីដេអូ review ហើយក៏ជាវីដេអូ reading vlog ដែរអញ្ចឹងខ្ញុំដាក់ពីរចូលគ្នាហ្មងដោយសារតែខ្ញុំបានបញ្ចប់សហរិស័យហើយខ្ញុំគិតថាខ្ញុំមានចំណាប់អារម្មណ៍ខ្លះចង់និយាយនៅក្នុងវីដេអូនេះដែរអញ្ចឹងតួអង្គប្រុសរបស់យើងគឺជាលោកអភិបាលខេត្តហើយតួអង្គស្រីគាត់គឺជាកញ្ញាឯកហើយគឺជាតារាសម្ដែងឆ្នើមទៀតអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញ reaction របស់ខ្ញុំនៅដើមវីដេអូហើយគឺតួអង្គឆ្លោះគ្នាឆ្ងាញ់សាហាវហើយប៉ុន្តែពេលអានចុងក្រោយគឺគេត្រូវស្រឡាញ់គ្នានឹងគឺស្រឡាញ់ធ្នមដូចបត់តែខ្ញុំចាក់បត់នឹងឲ្យស្ដាប់ like សភៅនេះគឺ vibe បាត់នឹងមកហើយចឹងខ្ញុំអត់និយាយពីសាច់រឿងទេខ្ញុំនឹងនិយាយតែពីចំណុចដែលខ្ញុំស្រឡាញ់ចឹងចំណុចដែលខ្ញុំស្រឡាញ់ទី1គឺភាពដែលលក្ខណៈដែលតួអង្គគាត់សន្ទនាគ្នាដោយសារតែខ្ញុំគិតថារឿងពីមុនដែលខ្ញុំបានអានណាការសន្ទនាតួអង្គយ៉ាងណាក៏ដោយ enemy to lover ក៏ដោយក៏យើងនៅតែមានអារម្មណ៍ថាតួអង្គគឺលក្ខណៈមួយថាឆ្លុះគ្នាហើយប្រកាសជាមានចិត្តស្រឡាញ់គ្នាអញ្ចឹងទៅប៉ុន្តែពេលដែលខ្ញុំអានសភៅនេះសន្ទនារបស់តួអង្គធ្វើខ្ញុំគិតថា
តួអង្គនឹងអត់ដឹងថាការបានស្រឡាញ់គ្នាផងខ្ញុំគិតថាអូងាប់តួពីរនាក់នេះហេតុសួរចុងក្រោយបានស្រឡាញ់គ្នាអីចឹងទៅដោយសារតែការសន្ទនាបែបឆ្លោះគ្នានឹងគឺពិតជាការដែលឆ្លោះគ្នាមួយដែលយើងគិតថាគឺជាមនុស្សពីរនាក់ដែលគាត់ចង់យកចាញ់ឈ្នះគ្នាមកសូម្បីតែតួអង្គប្រុសណានៅក្នុងនេះគឺគាត់អត់ជា green flag ជាអីទេពីដំបូងមកគឺ red flag ហ្មងដោយសារតែគាត់ឆ្លោះគ្នាអញ្ចឹងគឺគាត់ឆ្លោះបែបទីមួយគឺគាត់ឆ្លោះហើយគាត់បង្ហាញភាពហួងហែងអាហ្នឹងគឺសុខគាត់អញ្ចឹងហ្មងយើងស្មានអត់ត្រូវហើយឆ្លោះមួយទៀតហ្នឹងគឺឆ្លោះយកចាញ់ឈ្នះជាមួយតួអង្គស្រីឯងលក្ខណៈមួយថាគាត់អត់ខ្វល់ថាមិនទេសំខាន់គឺគាត់ត្រូវតែឈ្នះជាមួយនឹងការឆ្លោះមួយហ្នឹងហើយវាអញ្ចឹងហើយយើងស្មានតួអង្គអត់ត្រូវទេយើងស្មានអឺការដែលគាត់កែប្រែស្ថានភាពនឹងអត់ត្រូវណាឆ្លោះគ្នាសុកទៅជាតួអង្គនិយាយ take care គ្នាអញ្ចឹងលក្ខណៈប្រយោលអញ្ចឹងទៅខ្ញុំស្រឡាញ់កន្លែងនោះមែនតើហើយទី2ខ្ញុំក៏ថាខ្ញុំបាននិយាយដំបូងហើយតែខ្ញុំនឹងនិយាយសារថ្មីតួអង្គស្រីគាត់គឺជាមនុស្សដែលឆើតឆាយពេញនិយមឆ្នះឆ្នើមនិយាយទៅគឺជានារីសម័យទំនើបទាំងដែល setting សភៅនេះដូចជានៅក្នុងជំនាន់អឺសម័យបារាំងគាត់មានការគិតគាត់មានឆន្ទៈគាត់មានចរិតជានារីស៊ីវិល័យរបៀបអឺអត់រំទុំអសុភាពរៀបសារទេគាត់ប្រកាន់ខ្លួនហើយគាត់ចង់ឈ្នះចង់ចាញ់មែនតើគាត់អត់ខ្វល់ថាម៉ែគាត់ខ្លួនជានរណាទេជាពិសេសគឺជាមួយតួអង្គប្រុសហើយឥឡូវយើងនិយាយដល់តួអង្គប្រុសអីដែលខ្ញុំស្រឡាញ់ពីតួអង្គប្រុសហ្នឹងគឺគាត់ជាមនុស្សដែលនិយាយលឿនគិតលឿនធ្វើលឿនហើយផាំងប្រាវហ្មងហើយរឿងខ្លះគាត់ដាក់ឲ្យតួអង្គប្រុសបានសម្ដីខ្លាំងនិយាយឆ្លោះគ្នាអីអញ្ចឹងទៅផាំងតែដល់ពេលដែលបង្ហាញអារម្មណ៍មនុស្សចេតនាខ្លួនឯងតួអង្គប្រុសតែងតែលាក់លៀមហើយអត់ហ៊ាននិយាយអត់ហ៊ានអីហើយទុកឲ្យមានការយល់ច្រឡំអីអញ្ចឹងទៅប៉ុន្តែសភៅនេះគឺតួអង្គប្រុសថ្មីបើគាត់ផាំងប្រាវឆ្លោះគ្នាមែនតែពេលដែលគាត់ចិត្តគាត់បារម្ភតួស្រីគាត់ស្រឡាញ់តួស្រីគាត់គិតមកទៅលើតួស្រីគាត់បង្ហាញមកភ្លាមគាត់អត់លាក់ទុកឲ្យអ្នកទាំងអស់គ្នាស្មានតួអង្គប្រុសអត់ត្រូវទេឆ្លោះគ្នាជាមួយគេសុកអញ្ចឹងអាចិត្តបារម្ភហ្នឹងកើតចេញមកភ្លាមគាត់ទៅនិយាយប្រាប់តួអង្គស្រីគាត់ទៅបង្ហាញកាយវិការដែលគាត់បារម្ភពីតួអង្គស្រីនឹងភ្លាមសូម្បីតែតួអង្គស្រីក៏គាត់ធ្វើជាក៏គាត់រៀបរាប់ជាមួយតួអង្គប្រុសតួណាអញ្ចឹងអាហ្នឹងដែលធ្វើឲ្យអារម្មណ៍យើងនេះអានឡើងចុះដូច like ដូចជាទៀបភ្លើងអញ្ចឹងខ្ញុំមានអារម្មណ៍ចឹងហើយខ្ញុំស្រឡាញ់ខ្លាំងមែនតើសភៅនេះត្រង់តួអង្គប្រុស chemistry តួអង្គទាំងពីរហ្នឹងគឺស៊ីគ្នាហើយខ្ញុំអាចនិយាយបានថាគឺប្លែកពីសភៅដែលផ្សេងៗដែលខ្ញុំបានអានចឹងបើសិនបើអ្នកទាំងអស់គ្នាបានអានហើយរក enemy to lover ដែលប្លែកដែលឆ្លោះគ្នាឆ្ងាញ់យើងអ្នកអានណាអ្នកទាំងអស់គ្នាអត់គួររំលងសភៅនេះទេខ្ញុំ highly recommend មែនតើនិយាយទៅខ្ញុំស្ទើរតែឲ្យសភៅនេះ5 star ប៉ុន្តែប៉ុន្មានទំព័រប៉ុន្មានជំទប់ប៉ុន្មានចំពុកចុងក្រោយហ្នឹងវារៀងកន្លាត់បន្តិចដែលខ្ញុំកំពុងតែពិចារណាថាគួរឲ្យ5 star អត់ប៉ុន្តែ yes it the best book ដែលខ្ញុំបានអាននៅក្នុងឆ្នាំនេះហ្មងអញនិយាយបានថាការសរសេររបស់គាត់គឺជា favorite របស់ខ្ញុំអញ្ចឹង yes ខ្ញុំនឹងអង្គុយចាំការងារផ្សេងសភៅផ្សេងៗរបស់គាត់ដែលនឹងចេញបន្ទាប់មែនតើហើយបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍អ្នកនរគ្នាអាចឆាទៅគាត់តាមរយៈ TikTok ដែលខ្ញុំ mention ឬមួយក៏ឈ្មោះដែលខ្ញុំ mention នៅ caption ដែរបើសិនជាខ្ញុំផុសនៅក្នុង Facebook អីចឹងណាយ៉ាអ្នកនរគ្នាអាចរកតាមកន្លែងដែលខ្ញុំ mention មែនអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេ yes គឺវីដេអូមកចែករំលែកសភៅដែលខ្ញុំស្រឡាញ់មែនតើ